គណៈកម្មាធិការចិនត្រៃរដ្ឋាភិបាលអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មកពិនិត្យសិក្សាសម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2026នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការចិនត្រៃរដ្ឋសភាជាលទ្ធផលកិច្ចប្រជុំបានអនុម័តទទួលយកសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មកពិនិត្យសិក្សាគណៈកម្មាធិការចិនត្រៃរដ្ឋសភាបានប្រកាសសេចក្តីព្រាងច្បាប់ខាងលើនេះជូនគណៈកម្មការសាធារណការដឹកជញ្ជូនអាកាសចរស៊ីវិលប្រៃសណីទូរគមនាគមន៍ឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍រ៉ែធម្មពលពាណិជ្ជកម្មរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់ពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភាដោយទុកជាការប្រញាប់សូមជម្រាបជូនថាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលបានប្រធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃសុក្រទី22ខែឧសភាឆ្នាំ2026បានយកមកពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មាន17មាត្រាត្រូវបានរៀបចំឡើងដើម្បីកែសម្រួលកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្ដាញផ្លូវថ្នល់និងការពិន័យអន្តរការព្រមទាំងទោសបញ្ញត្តិចំពោះអំពើល្មើសនិងការកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្ដាញផ្លូវថ្នល់